គ្រួសារគឺជាចំណុចកណ្ដាលរាល់សកម្មភាពទាំងពួងសង្គមមួយកើតឡើងគឺចេញពីបណ្ដុំនៃគ្រួសារនោះហើយសង្គមនោះនឹងคล้ายទៅជាយ៉ាងណាគឺអាស្រ័យទៅលើការបណ្ដុះបណ្ដាលឬក៏ការកសាងអំពីឪពុកម្ដាយបញ្ហាទាំងឡាយនៅក្នុងជីវិតរបស់មនុស្សយើងម្នាក់ៗកើតឡើងចេញពីដួងចិត្តរបស់យើងម្នាក់ៗនេះឯងចំណែកឯចំណុចកណ្ដាលរបស់សហគមន៍ព្រះវិហារនិងជាតិសាសន៍មួយគឺកើតឡើងនៅក្នុងរង្វង់គ្រួសារនោះហើយសុខុមាលភាពនៃសង្គមភាពជោគជ័យនៃព្រះវិហារនិងភាពរឹងមាំនៃជាតិសាសន៍មួយគឺអាស្រ័យទៅលើអ្វីដែលកើតមានឡើងចេញពីរង្វង់គ្រួសារនេះឯងអនាគតនៃសង្គមជាតិគឺអាស្រ័យទៅលើអាកប្បកិរិយានិងសីលធម៌របស់យុវជនដែលកំពុងតែធំធាត់នៅថ្ងៃនេះរបៀបដែលកូនរបស់លោកអ្នកត្រូវបានបង្ហាត់បង្រៀននិងបណ្ដុះបណ្ដាលនៅក្នុងវ័យដំបូងរបស់ពួកគេនោះការដែលពួកគេទទួលបាននៅទម្លាប់ល្អការចេះគ្រប់គ្រងខ្លួនឯងនិងការចេះប្រមាណខ្លួននឹងជះឥទ្ធិពលទៅសង្គមជាតិនៅថ្ងៃក្រោយប្រសិនបើពួកគេធំដឹងក្តីឡើងដោយគ្មានការណែនាំឬវិន័យនៅក្នុងគ្រួសារហើយដើរតាមតែចំណង់ចំណូលចិត្តរបស់ខ្លួនឯងនោះឥទ្ធិពលរបស់ពួកគេនឹងបង្កជាគ្រោះថ្នាក់ទៅដល់សង្គមនៅថ្ងៃក្រោយមិត្តភ័ក្តិដែលកូនរបស់អស់លោកអ្នកបងប្អូនកំពុងតែជ្រើសរើសនៅថ្ងៃនេះទម្លាប់ដែលពួកគេកំពុងតែបង្កើតឡើងនិងតម្លៃដែលពួកគេកំពុងតែទទួលយកនៅថ្ងៃនេះគឺជាការបង្ហាញឲ្យឃើញថាតើសង្គមនឹងក្លាយទៅជាយ៉ាងណានាថ្ងៃអនាគត